គឺនៅក្នុងរាជក្មួយលោកប្របាទឥន្ទ្រវរ្ម័នទី1ដែលជាព្រះមហាក្សត្រខ្មែរកសាងរាជធានីហរិហរល័យកសាងប្រាសាទបាគងនឹងឯងជាស្នូលកណ្ដាលនៃរាជធានីហើយព្រះអង្គបានកសាងប្រាសាទព្រះគោដែលឧទ្ទិសទៅឲ្យមាតាបិតាបុព្វការីជនបើភាពអស្ចារ្យរបស់សង្គមខ្មែរចាប់ផ្ដើមពីព្រះបាទឥន្ទ្រវរ្ម័នទី1នឹងហើយខ្ញុំមិនណាសិក្សាទេបានរកឃើញភាពលេចធ្លោនៅពីរចំណុចទី1ព្រះអង្គបានកែប្រែប្រព័ន្ធគោលនយោបាយទឹកមកដល់រាជព្រះអង្គនឹងហើយដែលប្រព័ន្ធគោលនយោបាយទឹកនឹងវាឡើងដល់កំពូលถึงណាសម័យហ៊ុនណនយើងត្រឹមចេះជីកព្រែកបន្លាយខ្វាត់ខ្វែងទេមកដល់សម័យជេឡាយើងចេះជីកព្រែកបន្លាយចេះជីកស្រះធំក៏ប៉ុន្តែមកដល់រាជព្រះបាទឥន្ទ្រវរ្ម័នទី1នេះព្រះអង្គលើកដីទុកជាទំនប់នៅព័ទ្ធតំបន់ទំនាបលើកដីពុតជាទំនប់ព័ទ្ធតំបន់ទំនាបយើងឲ្យឈ្មោះថាបារាយសប្តាហ៍ថ្ងៃនេះហើយពីសម័យមុនមានឈ្មោះថាតាដាតចង់ឃើញនេះតាដាតនឹងទុកទឹកបានរាប់លានម៉ែត្រីគុណតែនេះយើងអត់ជីទេយើងលើកដីព័ទ្ធតំបន់ទំនាបតង់ទឹកពីភ្នំតង់ទឹកពីខ្ពង់រាបមកនេះជានយោបាយទឹកដ៏ធំមួយសង្គមខ្មែរនយោបាយទឹកនឹងសំខាន់ណាស់បើអត់មានទឹកអត់អាចធ្វើកសិកម្មបានទេនយោបាយទី2ដែលព្រះអង្គរៀបចំកសាងធ្វើឲ្យអង្គររីកចម្រើនរុងរឿងគឺនយោបាយកែប្រែផ្នត់គំនិតមនុស្សដែលមនុស្សធ្លាប់តែគោរពធ្លាប់តែឧទ្ទិសបួងសួងទៅអាទិទេព 100% ព្រះអង្គបានប្រាប់ទៅមនុស្សឲ្យគោរពអាទិទេពពាក់កណ្ដាលគោរពមកឪពុកម្ដាយជីដូនតាពាក់កណ្ដាលបាននេះព្រះអង្គបង្កើតឡើងវិញនៅលទ្ធិមនុស្សនិយមប្រាសាទព្រះគោនេះជាតួតាំងព្រះអង្គកសាងប្រាសាទបាគងឧទ្ទិសទៅសិវៈប្រាសាទបាគងឧទ្ទិសទៅជីដូនជីតាឪពុកម្ដាយនិងជ័យវរ្ម័នទី2នៅរាជអគ្គមហេសីអ្នកមានគុណពីនេះលោកឲ្យមនុស្សនេះឲ្យមករៀបចេះគោរពទៅបុព្វការីជនទៅវីរៈជនហើយសេចក្តីដែលលោកធ្វើនេះយើងឃើញបទលោកហើយអ្នកក្សត្រក្រោយមកធ្វើបទលោកនឹងគឺជាក្សត្រដែលអស្ចារ្យបទលោកនឹងគឺព្រះបាទយសោវរ្ម័នទី1ហើយរាជធានីអង្គរនេះយើងទៅហៅក្រោយទេរាជធានីនឹងជាផ្លូវការមានឈ្មោះថារាជធានីយសោធបុរៈបុរីរបស់ព្រះបាទយសោវរ្ម័នហ្នឹងបុត្ររបស់លោកនៅក្នុងរាជឥសានយសោវរ្ម័នហ្នឹងហើយដែលចក្រភពខ្មែរហ្នឹងវារីកធំមែនទែននៅក្នុងសម័យអង្គរហ្នឹងឯងទីនេះហើយលោកក៏ប្រកាន់យកនយោបាយតាមព្រះបិតាយសោវរ្ម័នទី1នេះបានកសាងបារាយណ៍ខាងកើតហើយបានកសាងប្រាសាទលលេឧទ្ទិសទៅឲ្យបិតានិងអ្នកមានគុណដែររហូតមកដល់ព្រះបាទជ័យវរ្ម័នទី7ព្រះអង្គឃើញនេះគោលនយោបាយទឹករបស់ព្រះបាទជ័យវរ្ម័នទី7កាន់តែសម្បើមមែនទែនព្រះអង្គបានកសាងបារាយណ៍ជាច្រើនណាស់បារាយណ៍ជ័យតាដាតដែលសប្តាហ៍ថ្ងៃនេះគេជួសជុលឡើងវិញហើយនៅព័ទ្ធជុំវិញប្រាសាទនិភ័ណ្ឌហ្នឹងហើយព្រះអង្គនឹងកសាងប្រាសាទចាស់ណាស់ប្រាសាទប្រខ័ណ្ឌឧទ្ទិសថ្វាយទៅព្រះបិតាប្រាសាទតាព្រំឧទ្ទិសថ្វាយទៅព្រះមេដាប្រាសាទបន្ទាយឆ្មាឧទ្ទិសថ្វាយទៅមេតបទាំង5ដែលបូជាជីវិតក្នុងសមរភូមិក្នុងនឹងរាជបុត្ររបស់ព្រះអង្គមួយអង្គអញ្ចឹងបាទប្រាសាទនេះមានកំពូល5គឺនេះឧទ្ទិសថ្វាយទៅវីរៈជនខ្មែរដូច្នេះជាការរីកចម្រើនមួយដ៏ធំនៅក្នុងសម័យអង្គរចាប់ផ្ដើមពីឆ្នាំ802ទៅទល់នឹងឆ្នាំ1431ចាប់ផ្ដើមពីរាជព្រះបាទជ័យវរ្ម័នទី2ទៅទល់នឹងរាជព្រះបាទព្រះចៅពញ្ញាយ៉ាតដោយខ្ញុំកណាមិនមានពេលអញ្ចឹងខ្ញុំកណាមិនលើកនាមព្រះមហាក្សត្រមកថ្វាយប្រគេនព្រះអង្គទេព្រោះអត់មានពេលតែយើងដឹងថាក្នុងសម័យអង្គរហ្នឹងសម័យដែលរុងរឿងជាងគេបំផុតគឺនៅក្នុងឆ្នាំ1200ជាងហើយ1200ជាងអ្នកណាអ្នកគ្រប់គ្រងសង្គមអង្គរគឺព្រះបាទជ័យវរ្ម័នទី7ហើយនេះមកខ្ញុំលើករឿងនឹងមកនិយាយទៅអីព្រោះសពថ្ងៃមានមតិអ្នកស្រាវជ្រាវមួយចំនួនតូចទេមិនមែនទាំងអស់ទេលោកថាមិនទេលោកថាសង្គមខ្មែរដែលធ្លាក់ចុះទន់ទាបដល់សពថ្ងៃនេះដោយសារខ្មែរបោះបង់ព្រហ្មញ្ញសាសនាដែលធ្វើឲ្យមនុស្សហ៊ានមនុស្សក្លាហានហើយមនុស្សខ្មែរមកគោរពព្រះពុទ្ធហើយព្រះពុទ្ធនឹងជាសាសនាមួយស្លូតមេត្តាករុណាអត់ទោសគេរហូតអញ្ចឹងធ្វើឲ្យខ្លួនចុះទន់ខ្សោយការយល់ឃើញនេះជារឿងផន់ច្រឡំមួយធំណាស់ហេតុអីបានផន់ច្រឡំធំព្រោះក្នុងសម័យអង្គរដែលអរិយធម៌ឡើងដល់កម្រិតកំពូលគឺនៅក្នុងសម័យដែលព្រះមហាក្សត្រថ្ងៃបដិបត្តិតាមព្រះពុទ្ធសាសនាណាជ័យវរ្ម័នទី7ទីនេះអញ្ចឹងបានខ្ញុំណាថាអ្នកស្រាវជ្រាវនោះ
ឲ្យទស្សនៈនឹងមិនតាមទៅទេការរីកចម្រើនសម័យអង្គរដែលធំជាងគេគឺបដិបត្តិតាមទិសដីព្រះពុទ្ធទេព្រះអង្គទៅសិក្សាមើលតើជ័យវរ្ម័នទី7ហ្នឹងព្រះអង្គកសាងប្រាសាទទាំងអស់ហ្នឹងធ្វើអីទី1គឺជាការឧទ្ទិសដល់បិតាអញ្ចឹងហើយតែទី2នេះប្រាសាទហ្នឹងគឺជាសាកលវិទ្យាល័យប្រខណ្ឌហ្នឹងមានឈ្មោះថាសាកលវិទ្យាល័យជ័យស្រីដែលមានព្រះនាងអន្តទេវីអគ្គមហេសីលោកជាសាកលវិទ្យាធិការនីហើយមានសាស្ត្រាចារ្យកម្រិតមហាបរិញ្ញាបត្រ700នាក់បងគិតទៅសម្បើបំផុតមកសាស្ត្រាចារ្យថ្នាក់បណ្ឌិត700នាក់ហើយនៅប្រខណ្ឌហ្នឹងមានអ្នកភូមិដែលរស់នៅជុំវិញហ្នឹង5000ភូមិជាងនៅចាំបម្រើថែរក្សាទីតាំងហ្នឹងនេះនៅក្នុងសិលាចារឹកដែលចាបញ្ជាក់ហើយជុំប្រាសាទតាព្រំដែលឧទ្ទិសដល់ព្រះមេដាហ្នឹងទី1គឺឧទ្ទិសដល់ព្រះមេដាយ៉ាងហ្នឹងតែទី2គឺជាសាកលវិទ្យាល័យទេដែលមានឈ្មោះថាសាកលវិទ្យាល័យរាជវិហារមានសាស្ត្រាចារ្យកម្រិតមហាបរិញ្ញាបត្រ300នាក់ជាងក្នុងនឹងមានព្រាហ្មណ៍ជិត10នាក់ឃើញទេនៅក្នុងការបដិបត្តិនឹងមានទាំងព្រាហ្មណ៍មានទាំងពុទ្ធនេះជាការឯកភាពគ្នានៅក្នុងសង្គមខ្មែរអាភាពឯកភាពនេះហើយដែលធ្វើឲ្យសង្គមខ្មែរនឹងខ្លាំងហើយមានប្រជាជន3000ភូមិជាងដែលជំវិញតាព្រំនឹងដែលថែរក្សាទីតាំងសាកលវិទ្យាល័យនឹង